มันเราไปนี่เอานะทุนเทียนแบบเป็นประกอบมันแมนทุนเทียนในกรองใดทุนเทียนเป็นประกอบคือบล็อกเชนนะonอันนั้นทุนเทียนประกอบทุนเทียนกลุ่มรอnhom nó là nhom vô lại nó là bên đây nhom trong băng ta chứ vì đợt bộ cũng đá máu đôi đợt lá đôi lôi đợt lá anh mà lấy cái này và cả tập prem lôi năng chơi này này cái vừa USDT USDT bộ developer bộ developer ពួក developer ពួក IT ពួកអីហ្នឹងវាមានអាមួយក្រុមហ្នឹងវាធ្វើ project UIDT ហ្នឹងទៅហើយក៏វាធ្វើ marketing វាធ្វើអីទៅវាដើរធ្វើរ៉ាញ់សហការជាមួយគេជាមួយឯងទៅអា UIDT ហ្នឹងសូត្រផ្លុំទៅជាលុយហ្នឹងវាសំខាន់មនុស្សទទួលស្គាល់ដែរអូនអីគេដែរបាទឥឡូវអត់ឯងមើលกระดาษប្រាក់ដុល្លារយើងស៊ីកើតអត់ខ្ញុំសួរស៊ីអត់កើតឥឡូវអត់ឯងទៅផលិតដូចគ្នាដែរផលិតឲ្យដូចមែនតើណាហើយបើគេមិនទទួលស្គាល់វាស្មើនឹងស្ពៃទៅដែរវាសំខាន់អាហ្នឹងគេទទួលស្គាល់ឃើញទេដូច Bitcoin ដំបូងហ្នឹងបង្កើតមានអាណាថា Bitcoin វាទៅដល់ហ្នឹងបាទប៉ុន្តែមនុស្សវាទទួលស្គាល់កាលណាមនុស្សទទួលស្គាល់អាហ្នឹងវាទៅជានេះហើយអាចកោក៏ដែរឲ្យតែមនុស្សទទួលស្គាល់ផ្លែងគុំលើទៅព្រះឡូវហើយបាទអាហ្នឹងដូចគ្នាអ្វីលើមនុស្សទទួលស្គាល់ហើយបាទណាអាកាក់ដូចគ្នាដែរអូនឯងចង់បង្កើតកាក់ខ្លួនឯងក៏ទៅបានដែរហៅពួក developer ដែលមានជំនាញខាងផ្នែក blockchain មកដាក់កាក់អីដាក់កាក់អាចកោក៏បានដែរតែសំខាន់ធ្វើឲ្យម៉េចឲ្យកាក់ហ្នឹងគេទទួលស្គាល់បាទឥឡូវដូចផាយអញ្ចឹងឥឡូវផាយពីដើមអត់មានណាទទួលស្គាល់ដែរវាធ្វើ6ឆ្នាំតាំងពីឆ្នាំ2019ឥឡូវនេះគេទទួលស្គាល់ហើយហេតុបានគេទទួលស្គាល់ដោយសារតែវាព្យាយាមធ្វើឲ្យ project ហ្នឹងវាល្អបាទអាហ្នឹងហើយឥឡូវវាលិះចូលបានដូចជា20-30 exchange ហើយលិះហ្នឹងមានន័យថាម៉េចលិះហ្នឹងមានន័យថាវាចុះបញ្ជីលក់មានន័យថាដាក់អីវ៉ាន់ណាដាក់អីវ៉ាន់វាចូលទៅក្នុងផ្សារយល់ទេដូចឯងបង្កើតនំគ្រក់អញ្ចឹងរួចហើយយកនំគ្រក់ហ្នឹងទៅចូលនៅផ្សារទំនើបផ្សារនេះផ្សារនោះទៅដើម្បីបកឲ្យគេទិញណាបាទអាហ្នឹងគ្នាមានអីចម្ងល់ទេបងប្អូនមានអីឆ្ងល់សួរកុំទុកក្នុងចិត្តពួកសិតតែបច្ចេកវិទ្យាទាំងអស់នេះចុចមួយសិត check កម្មវិធីទៅតាមស្ដាប់លោកគ្រូមើលអ្នកដែលអាចបង្កើត USDT បានមានគាត់តើសិតកំពូលហើយមែនអ្នកធម្មតាចង់និយាយថាដូចខ្ញុំពួកយើងមិនមែនជាអ្នក coder ទេពួកយើងគឺជាអ្នករៀនអ្នកសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាប៉ុន្តែអ្នកដែលបង្កើតកាក់បានជាច្រើនគឺពួកផ្នែក engineer ផ្នែក code យល់ទេបងប្អូនយល់ពី engineer ផ្នែក code ទេមានន័យថាវិស្វកម្មខាង code ណា coding ណាអាទៅសេ program សេអីហ្នឹងណា programmer ប៉ុន្តែ programmer ហ្នឹងពួកហ្នឹងវាសិក្សាវាច្រើនណាស់ចំបាច់ច្រើនណាស់ទៅងងខ្លាយទៅជា programmer ហើយចប់ PhD ខាងហ្នឹងទៀតនេះដូចអា developer របស់អាកាក់ផាយហ្នឹងអាហ្នឹងអីគេ post PhD ខាងផ្នែក application យល់ពាក្យហ្នឹងហើយមានន័យថាជានិស្សិតក្រោយបណ្ឌិតខាងផ្នែកនេះapplication នេះផ្នែកមុខងារ app នេះតែវាអាចទៅសរសេរអាហ្នឹងបានណាហើយយើងមើលរយៈពេលប្រហែល6ឆ្នាំប៉ុន្តែវារស់បានដោយសារអីវារស់បានដោយសារការផ្សាយពាណិជ្ជកម្មយល់រស់បានដោយសារការផ្សាយពាណិជ្ជកម្មមានន័យថានៅពេលដែលយើងមាញផាយហ្នឹងគាត់ចុចមាញពឹបពាណិជ្ជកម្មលោតពឹបមកអញ្ចឹងអាពាណិជ្ជកម្មហ្នឹងបានទូទាត់ឲ្យវាថ្លៃ server ថ្លៃអីហ្នឹងមួយរយៈពេល6ឆ្នាំហ្នឹងអូខេគាត់ណាបាទអាហ្នឹងឯងអាហ្នឹងតែគេមានមួយពួកនិយាយរួមសម័យនេះពួក developer នេះខ្លាយជាសេដ្ឋីឲ្យទៅពួក developer អ្នកដែលច្បាស់ខាងផ្នែកចរញ្ញនេះនឹងមកកូដប៉ុន្តែកូដហ្នឹងកូដបែបជាន់ខ្ពស់ទៀតដោយប្រើប្រាស់បច្ចេកវិទ្យា blockchain យើងរៀនទៅតាមវារៀនមិនទាំងទាន់ផងនេះណាហើយវៀតណាមជាប់លំដាប់ថ្នាក់ដូចជាលេខ3លេខ4មិនទេដែលមាន developer ខាង blockchain ហ្នឹង600នាក់ជាងហើយខ្មែរយើងអត់មានទេណាម្នាក់ក៏អត់ទេលោកគ្រូម្នាក់ក៏គ្មានដែរមានទេវៀតណាមមាន600នាក់ហើយនៅក្នុងជាប់លេខ1ដូចតួលេខដូចអាមេរិកសិង្ហបុរីអង់គ្លេសចិនហើយនៅវៀតណាមឥណ្ឌាមានមិនអត់ទេឥណ្ឌាក៏មានដែរប៉ុន្តែឥណ្ឌាដូចលើវៀតណាមខាងកូដហ្នឹងណាខាងអា developer ហ្នឹងណាមកដល់ពេលនេះអូនណាធនធានដែលពិតប្រាកដមិនមែនធនធាននៅក្រោមដីទេណាធនធានពិតប្រាកដគឺ blockchain ណាអូនអាហ្នឹងធនធានពិតប្រាកដហើយធនធានកម្រចុះអានេះជប់ខ្យល់ទៅជាពេជ្រជប់ខ្យល់ទៅជាលុយយើងគិតមើលបានលុយបាទ
បានលុយហ្នឹង បាទ